សូមបន្តមេរៀនមកទំព័រទៀតគឺទំព័រទី16ទំព័រទី16ចំណុចទី2អញ្ចឹងតកតងជាមួយនឹងចំណុចទី2គឺគេនិយាយអំពីប្រយោគសឹកអញ្ចឹងសូមមើលនិយមន័យទាំងអស់គ្នាចំពោះប្រយោគសឹកគឺជាប្រយោគដែលប្រើសម្រាប់បញ្ជាក់អត្ថន័យដោយប្រើពាក្យសឹកដើម្បីបញ្ជាក់ប្រាប់ថាមនុស្សឬក៏វត្ថុមួយគឺជាអ្វីឬក៏ជាកម្មសិទ្ធិរបស់អ្នកណាវាមានទម្រង់បដិសេធគឺបដិសេធនោះគឺយើងត្រូវប្រើពាក្យពុនៅខាងមុខពាក្យសឹកអញ្ចឹងយើងមកមើលឧទាហរណ៍ទាំងអស់គ្នាអញ្ចឹងឧទាហរណ៍ទី1គឺគេដាក់ថាលីយាសឹកឡៅស៊ឺបប្រែថាលីយាគឺជាគ្រូបង្រៀនអញ្ចឹងយើងមកមើលឧទាហរណ៍ទី2វ៉ាស៊ឺមីកូរិនតែថាខ្ញុំគឺជាជនជាតិអាមេរិកយើងមកមើលមួយទៀតគឺប្រយោគបដិសេធអញ្ចឹងប្រយោគបដិសេធគេបញ្ជាក់ប្រាប់យើងខាងលើហើយថាបើសិនបើយើងចង់បានជាប្រយោគបដិសេធគឺយើងថែមពាក្យពុនៅពីខាងមុខសឹកអញ្ចឹងយើងមើលឧទាហរណ៍ខាងក្រោមហ្នឹងគឺពាក្យពុនៅខាងមុខសឹកអញ្ចឹងយើងមកមើលឧទាហរណ៍វ៉ាពូសឹកឡៅស៊ឺប្រែថាខ្ញុំមិនមែនជាគ្រូបង្រៀនទេអញ្ចឹងចំពោះប្រយោគសឹកនេះដែរគឺគេគ្រាន់តែបញ្ជាក់ថាជាវត្ថុអ្វីមួយឬក៏ជាកម្មសិទ្ធិអ្នកណាម្នាក់អញ្ចឹងវាមានទម្រង់ស្របហើយនឹងទម្រង់បដិសេធចំពោះបដិសេធគេបានបញ្ជាក់យើងហើយថាពុនៅខាងមុខសឹកអញ្ចឹងយើងចូលមកចំណុចទៀតគឺយើងរៀនពីប្រយោគសំណួរដែលប្រើពាក្យម៉ាយើងក្រឡេកមកខាងក្រោមគឺគេដាក់និយមន័យអញ្ចឹងប្រយោគសំណួរដែលប្រើពាក្យម៉ាហ្នឹងគឺជាពាក្យជំនួយបង្ហាញពីសម្លេងសួរដោយដាក់នៅក្នុងចុងប្រយោគស្របដើម្បីបង្កើតប្រយោគសំណួរអញ្ចឹងគេឲ្យយើងមើលឧទាហរណ៍ខាងក្រោមអញ្ចឹងឧទាហរណ៍ខាងក្រោមយើងមកកលេចមើលមកចុងគេបង្អស់គឺមានន័យថាពាក្យម៉ាហ្នឹងគឺនៅខាងចុងប្រយោគអញ្ចឹងយើងមកអានប្រយោគទាំងអស់គ្នានីស៊ឺមីកូរិនម៉ាតើអ្នកគឺជាជនជាតិអាមេរិកមែនទេនីស៊ឺចុងកូរិនម៉ាតើអ្នកគឺជាជនជាតិចិនមែនទេនីស៊ឺឡៅស៊ឺម៉ាតើអ្នកជាគ្រូបង្រៀនមែនទេអញ្ចឹងយើងមកបកមកត្រឡប់និយមន័យយើងវិញអញ្ចឹងដូចគេបញ្ជាក់ប្រាប់យើងខាងលើអញ្ចឹងគឺបង្ហាញពីសម្លេងសួរដែលដាក់នៅចុងប្រយោគដើម្បីបង្កើតជាប្រយោគសំណួរអញ្ចឹងបើយើងចង់បង្កើតប្រយោគនឹងមួយឲ្យទៅប្រយោគសំណួរយើងគ្រាន់តែដាក់ថែមពាក្យម៉ានៅខាងក្រោយទៅគឺវានឹងក្លាយជាប្រយោគសំណួរយើងចូលមកចំណុចទៀតយើងក៏លេចមើលខាងក្រោមអញ្ចឹងចំពោះខាងក្រោមហ្នឹងគឺគេដាក់ថាអានអត្ថបទផ្លាស់ប្ដូរតាមតួនាទីម្នាក់ដើរតួជា A ម្នាក់ដើរតួជា B មានន័យថានៅក្នុងហ្នឹងគឺគេឲ្យយើងម្នាក់ជាអ្នកសួរម្នាក់ជាអ្នកឆ្លើយប៉ុន្តែក្នុងករណីបើយើងរៀនណាយើងរៀនម្នាក់ឯងអញ្ចឹងយើងមើលសំណួរហើយយើងឆ្លើយទៅយើងរៀនសួរនិងរៀនឆ្លើយអញ្ចឹងគេឲ្យយើងឆ្លើយសំណួរតាមស្ថានភាពជាក់ស្ដែងរបស់យើងអញ្ចឹងយើងមកមើលនៅខាងក្រោមទី1នីចៅសមមិញជឹតើអ្នកមានឈ្មោះអ្វីអញ្ចឹងបើយើងមានឈ្មោះអីយើងដាក់មកហើយយើងមើលទី2ហ្នឹងគេដាក់ថានីស៊ឺចុងកូរិនម៉ាតើអ្នកគឺជាជនជាតិចិនមែនទេអញ្ចឹងបើយើងជាជនជាតិចិនយើងដាក់មកថាយើងជាជនជាតិចិនបើមិនមែនជាជនជាតិចិនទេយើងដាក់មិនមែនជនជាតិចិនទី3នីស៊ឺមីកូរិនម៉ាតើអ្នកគឺជាជនជាតិអាមេរិកមែនទេអញ្ចឹងសំណួរហ្នឹងដូចជាសំណួរទី2ដែរបើយើងជនជាតិអាមេរិកយើងដាក់ជនជាតិអាមេរិកមកបើយើងមិនមែនទេដាក់មិនមែនបន្តមកទី4នីស៊ឺឡៅស៊ឺម៉ាតើអ្នកគឺជាគ្រូបង្រៀនមែនទេអញ្ចឹងសំណួរហ្នឹងដូចគ្នាមានន័យថាបើយើងជាគ្រូបង្រៀនយើងអាចដាក់ថាយើងជាគ្រូបង្រៀនបើមិនមែនជាគ្រូបង្រៀនយើងដាក់ថាមិនមែនជាគ្រូបង្រៀនទី5នីស៊ឺសៀសឹងម៉ាតើអ្នកគឺជាសិស្សមែនទេអញ្ចឹងបើយើងជាសិស្សយើងដាក់មកថាយើងជាសិស្សបើយើងមិនមែនជាសិស្សទេយើងមិនចាំបាច់ថាយើងជាសិស្សទេយើងចង់ដាក់ជាអីដែលយើងចង់ដាក់ក៏បានដែរអញ្ចឹងយើងមកមើលទំព័រមួយទៀតគឺខ្ញុំដាក់ជាទម្រង់ឆ្លើយអញ្ចឹងអាចមកមើលទម្រង់សំណួរហើយនិងទម្រង់ឆ្លើយហើយយើងស្កប់ហើយយើងរៀនអនុវត្ត